Chỉ độ bóng xong gặpជាសួរលោកគ្រូនិងសួស្តីបងប្អូននេះខ្ញុំបាទកំបលិនបកស្រាយអំពីមេរៀនទី1ប្រព័ន្ធគួងចៅជាងយើងដល់ចូលមកដល់ចំណុច1គ្រូចៅចឹងចំណុចមួយនៅក្នុងនេះនិយាយអំពីប្រភេទកោសិកាឆ្អឹងចឹងនៅក្នុងឆ្អឹងរបស់យើងមិនមែនមានតែជាតិកាល់ស្យូមនោះទេប៉ុន្តែវាមានកោសិកាមានជីវិតចំនួន4ប្រភេទដែលធ្វើកាយសកម្មចឹងប្រភេទហ្នឹងវាមានដូចជាកោសិកាដើមហ្នឹងវាគឺជាជាលិកាដែលលូតលាស់ជាកោសិកាឆ្អឹងផ្សេងៗហើយចូលដល់ចំណុចបន្តទៀតគឺកោសិកាសាងឆ្អឹងចឹងវាមាននីតិសាងសង់ឬបង្កើតជាលិកាថ្មីចឹងចូលដល់ចំណុចទៀតគឺកោសិកាចាស់ចឹងកោសិកាហ្នឹងគឺជាកោសិកាដែលលូតលាស់ពេញលេញវាជួយរក្សាលំនឹងជាលិកាឆ្អឹងឲ្យមានសុខភាពល្អហើយចំណុចទី4ខាងក្រោយនេះគឺកោសិកាបំបែកឆ្អឹងចឹងហ្នឹងគឺមាននីតិបំបែកឬរំលាយជាលិកាឆ្អឹងដែលចាស់ឬខូចខាតពីឲ្យរាងកាយយើងអាចបង្កើតឆ្អឹងថ្មីមកជំនួសបាទអញ្ចឹងចូលមកចំណុចមួយតើយើងបកស្រាយអំពីរូបភាពនេះមិនយើងនិយាយអំពីរូបភាពនេះផ្សេងហើយដល់រូបភាពនេះគឺចំណុចមួយតើតែយើងនិយាយអំពីអក្សរអង់គ្លេសបកប្រែអញ្ចឹងទី1គឺចំនួនឆ្អឹងអញ្ចឹងដំណើរការវាគឺទាកកើតមកមានឆ្អឹងប្រហែល300បំណែកប៉ុន្តែនៅពេលលូតលាស់ឆ្អឹងតូចៗទាំងនោះបានរលាយចូលគ្នាអញ្ចឹងមានថាទារកកើតមកមានឆ្អឹងប្រហែល300បំណែកប៉ុន្តែវាបានរលាយចូលគ្នាអស់មកទៅហើយនីតិរបស់វាគឺដំណើរការរលាយចូលគ្នានេះជួយឆ្អឹងឲ្យកាន់តែរឹងមាំនិងមានទម្រង់ច្បាស់លាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្សពេញវ័យដែលមានឆ្អឹងចំនួន206បំណែកចឹងតទៅទៀតគឺឆ្អឹងដែលតូចជាងគេអញ្ចឹងគឺភាសាអង់គ្លេសនេះគឺឆ្អឹងដែលតូចជាងគេអញ្ចឹងទីតាំងវាគឺឆ្អឹងស្ពាន់នៅក្នុងត្រចៀកកណ្ដាលដែលមានប្រវែងត្រឹមតែ3មីលីម៉ែត្រប៉ុណ្ណោះអញ្ចឹងនីតិរបស់វាគឺបញ្ជូនរំញ័រសំឡេងពីត្រចៀកខាងក្រៅទៅត្រចៀកខាងក្នុងដើម្បីឲ្យខួរក្បាលអាចបកស្រាយជាសំឡេងបានអញ្ចឹងចំណុចបន្តទៀតគឺភាពរឹងមាំនិងទម្ងន់អញ្ចឹងដំណើរការវាគឺឆ្អឹងមានសភាពស្រាលព្រោះវាមានរចនាសម្ព័ន្ធប្រហោងដូចអេប៉ុងនៅខាងក្នុងប៉ុន្តែវាមានជាតិរ៉ែកាល់ស្យូមយ៉ាងណែននៅខាងក្រៅនីតិអញ្ចឹងនីតិរបស់វានៅក្នុងទម្ងន់ស្មើគ្នាឆ្អឹងរឹងជាងដែលថែបទៅទៀតហើយនីតិរបស់វាមួយទៀតគឺផ្ដល់នូវភាពរឹងមាំបំផុតសម្រាប់ការការពារសរីរាង្គប៉ុន្តែវាមានទម្ងន់ស្រាលល្មមដែលអនុញ្ញាតឲ្យយើងធ្វើចលនាបានយ៉ាងរហ័សចឹងដល់ចំណុច4គឺរោងចក្រផលិតឈាមអញ្ចឹងដំណើរការវាគឺនៅក្នុងឆ្អឹងមានខួរឆ្អឹងហើយនីតិរបស់វាគឺដើរតួជានីតិគឺរោងចក្រផលិតកោសិកាឈាមកោសិកាឈាមសនិងផ្លាកែជាដើមយើងចូលដល់ចំណុច5គឺការព្យាបាលដោយខ្លួនឯងចឹងដំណើរការវាគឺនៅពេលដែលឆ្អឹងបាក់កោសិកានឹងចាប់ផ្ដើមសាងសង់ជាលិកាថ្មីដើម្បីតភ្ជាប់មុខរបួសអញ្ចឹងនីតិរបស់វាជួយឲ្យឆ្អឹងត្រឡប់មកសភាពដើមវិញហើយជួនកាលកន្លែងដែលធ្លាប់បាក់នោះកាន់តែរឹងមាំជាងមុនទៅទៀតអញ្ចឹងចូលដល់ចំណុច6គឺសមាសធាតុបង្កអញ្ចឹងដំណើរការរបស់វាគឺឆ្អឹងផ្សំឡើងពីទឹកប្រហែល50%និងការរលាយចូលគ្នានៃជាតិរ៉ែ
និងប្រូតេអ៊ីនអញ្ចឹងនាទីរបស់វាគឺកាល់ស្យូមផ្ដល់ភាពរឹងចំណែកកូឡាសែផ្ដល់ភាពយឺតបើគ្មានកូឡាសែទេឆ្អឹងយើងនឹងផុយស្រួយដូចដីអញ្ចឹងចំណុច7គឺឆ្អឹងដែលធំជាងគេឆ្អឹងដែលធំជាងគេគឺទីតាំងវាស្ថិតគឺឆ្អឹងផ្លូវហ្នឹងគឺជាឆ្អឹងដែលធំជាងគេហើយនីតិរបស់វាគឺត្រូវទម្ងន់គ្រប់មូលនិងអនុញ្ញាតឲ្យយើងធ្វើសកម្មភាពធំៗដូចជាការដើរការរត់និងការលោតចូលដល់ចំណុច2គឺសន្លាក់គឺជាកន្លែងដែលឆ្អឹងពីរជាប់គ្នាអញ្ចឹងសន្លាក់មានពីរយ៉ាងគឺសន្លាក់ចល័តនិងសន្លាក់អចល័តហើយសន្លាក់ចល័តគឺជាសន្លាក់ដែលតភ្ជាប់ឆ្អឹងធ្វើឲ្យឆ្អឹងមានចលនាបន្តិចបន្តួចឬក៏គ្មានចលនាតទៅសោះសន្លាក់ចល័តជាសន្លាក់ដែលឲ្យសារពាង្គកាយធ្វើចលនាបានទូលំទូលាយអញ្ចឹងក្នុងសន្លាក់ចល័តឆ្អឹងតភ្ជាប់គ្នាដោយជាលិកាសន្តានយ៉ាងរឹងមាំហៅថាសរសៃចំណងសន្លាក់ភាគច្រើនមានជាលិកាសន្លឹមមួយបែបហៅថាឆ្អឹងខ្ចីអញ្ចឹងចូលមកដល់ចំណុច3គឺឆ្អឹងមាំហើយមានជីវិតអញ្ចឹងឆ្អឹងមាំហើយមានជីវិតហ្នឹងគឺចែកចេញជា4ទៀតអញ្ចឹងឆ្អឹងទី1គឺឆ្អឹងត្រគាកភ្ជាប់ទៅនឹងឆ្អឹងស្មាជើងដោយឆ្អឹងផ្លូវជាឆ្អឹងវែងជាងគេក្នុងសារពាង្គកាយអញ្ចឹង2គឺក្នុងប្រហោងនៃឆ្អឹងជាច្រើនមានជាលិកាសន្ធិទន់អញ្ចឹងហើយចំណុចទី3គឺតើឆ្អឹងមានជីវិតដោយសារឆ្អឹងបង្កឡើងពីកោសិកាដែលអាចបង្កើតបានជាកោសិកាថ្មីបានហើយចូលមកដល់ចំណុច4គឺឆ្អឹងមានភាពរឹងមាំសារឆ្អឹងផ្ទុកសារធាតុខនិជជាពិសេសកាល់ស្យូមនិងផូស្វ័រអញ្ចឹងដល់ចំណុច4គឺដង្ហែរក្សាឆ្អឹងអញ្ចឹងពីឲ្យឆ្អឹងមានសុខភាពល្អនិងរឹងមាំទាមទារនៅការថែរក្សាទាំងរបបអាហារនិងរបបរស់នៅប្រចាំថ្ងៃអញ្ចឹងខាងក្រោមនេះជាចំណុចសំខាន់ដែលយើងត្រូវអនុវត្តអញ្ចឹងចំណុចទី1គឺរបបអាហារសម្បូរសារធាតុចិញ្ចឹមបរិភោគអាហារដែលមានជាតិកាល់ស្យូមញ៉ាំដែលមានវីតាមីន D ឲ្យបានច្រើនធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃលំហាត់ប្រាណពង្រឹងសាច់ដុំជៀសវាងភេសជ្ជៈបើកម្លាំងហើយចំណុចចុងក្រោយនោះគឺលេងកីឡាអញ្ចឹងខ្ញុំបានមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកដែលបានស្ដាប់ការបង្ហាញរបស់ខ្ញុំបាទសូមអរគុណ